កុំឲ្យនាំទៅផ្សព្វផ្សាយខុសតទៅទៀតឲ្យយល់ច្បាស់ថាស្អីទៅបរិនិព្វានហ្នឹងនោះឲ្យស្អីទៅនិព្វានហ្នឹងឲ្យច្បាស់បើយើងមិនយល់ពីពាក្យអស់ហ្នឹងផងយើងចេះតែទេសនាឲ្យមនុស្សប្រតិបត្តិតាមវាខុសនៅក្នុងខ្លួនរបស់យើងម្នាក់ដូចឲ្យបានធ្វើការចែករំលែកជាច្រើនលើកច្រើនសារមកហើយថាយើងមានសភាវៈធម្មជាតិ6ក្នុងសភាវៈធម្មជាតិទាំង6ហ្នឹងដែលគេហៅថាធម្មជាតិទាំង6ហ្នឹងគឺមានធម្មជាតិវិញ្ញាណធម្មជាតិដួងចិត្តធម្មជាតិបញ្ញាធម្មជាតិសញ្ញាធម្មជាតិប្រាណធម្មជាតិចេតភូតនិងធម្មជាតិកាយឃើញទេទាំង7ហ្នឹងហើយធម្មជាតិទាំងអស់នេះគ្មានព្រះជាម្ចាស់ណាទៅរំលាយធម្មជាតិទាំង6ដែលនៅក្នុងសម្បកកាយនោះបានទេណាគ្មានព្រះជាម្ចាស់អង្គណាមួយដែលត្រាស់ដឹងកម្ពូលយ៉ាងណាក៏ដោយចុះមិនអាចទៅរំលាយធម្មជាតិវិញ្ញាណឲ្យបាត់សូន្យសងលែងមានពាក្យវិញ្ញាណយកមកសម្រាប់មនុស្សប្រើនោះជាដាច់ខាតណាត្រូវយល់អំពីសភាវៈធម្មជាតិនេះមិនមានអ្នកណាទៅរំលាយឬក៏ទៅធ្វើឲ្យវាបាត់លែងមាននោះទេទោះបីជាបុគ្គលព្រះជាម្ចាស់អង្គនោះបានធ្វើដំណើរទៅដល់និព្វានក៏ដោយចុះក៏ព្រះអង្គនោះមិនអាចរំលាយនៅធម្មជាតិទាំង6ហ្នឹងបានដែរពាក្យថារំលាយនេះគឺរំលាយវាឲ្យបាត់សូន្យសងលែងមានពាក្យនឹងយកមកប្រើពីព្រោះធម្មជាតិទាំង6លោកទាំងឡាយកូនទាំងឡាយមិត្តពធត្រូវយល់ថាវាជាធម្មជាតិតែមួយគត់ដែលមាននៅក្នុងសម្បកកាយមនុស្សលើលោកនេះទាំងមូលដោយគ្មាននរណាខុសគ្នាទេណានៅក្នុងសម្បកកាយមនុស្សទាំងអស់គឺមានធម្មជាតិទាំង6ហ្នឹងដូចគ្នាទាំងអស់អត់មានខុសគ្នាទេបើធម្មជាតិបុគ្គលឈ្មោះកមានធម្មជាតិវិញ្ញាណឈ្មោះខក៏មានធម្មជាតិវិញ្ញាណឈ្មោះកក៏មានធម្មជាតិវិញ្ញាណហើយវាតែមួយតែប៉ុណ្ណោះគ្មានពីរទេហើយសរសេរក៏សរសេរចេញតែពាក្យមួយទាំងអស់ឃើញទេអត់មានសរសេរវិញ្ញាណអ្នកខ្លះសរសេរអញ្ចេះអ្នកខ្លះសរសេរចុះឬក៏មានសញ្ញាសម្គាល់ណាអីផ្សេងគ្នាអត់ទេនេះហើយគឺជាសច្ចធម៌ដែលលោកចង់លើកមកសម្ដែងឲ្យកូនទាំងឡាយមិត្តពធទាំងអស់គ្នាបានយល់មិត្តពធខ្លះលោកបានធ្វើការសិក្សារៀនសូត្រពីគម្ពីរដែលគម្ពីរខ្លះគឺសរសេរឡើងដោយអ្នកស្រាវជ្រាវមិនមែនសរសេរឡើងដោយអ្នកត្រាស់ដឹងនៃញាណរបស់ខ្លួនទេអញ្ចឹងមានការប្រឆាំងពីសច្ចធម៌ពិតឃើញទេចំណុចអស់នេះហើយដែលលោកចង់ឲ្យកូនទាំងឡាយលោកទាំងឡាយមានការប្រៀបធៀបគ្នាឲ្យបានច្បាស់ដូចជាពាក្យមួយគេថាជីវិតអមតៈតើលើលោកទាំងមូលនេះគ្រប់មនុស្សទាំងឡាយដែលមានធម្មជាតិទាំង7មានជីវិតអមតៈដែរឬក៏អត់ឬមួយក៏គ្រាន់តែអសរជីវិតអមតៈនេះវាគ្រាន់តែជាមានតែពាក្យគ្មានសភាវៈរូបឆោកានមិនមែនទេលោកទាំងឡាយត្រូវយល់ឲ្យច្បាស់ថាកាលណាវាមានពាក្យថាជីវិតអមតៈពាក្យហ្នឹងវាត្រូវតែមានសភាវៈធម្មជាតិណាមួយឆោកាននៅពាក្យនេះហ្នឹងហើយនៅក្នុងសាសនាព្រហ្មញ្ញគេប្រើថាជីវិតអមតៈរីឯនៅក្នុងសាសនាព្រះពុទ្ធគេហៅថាព្រះនិព្វានឃើញទេជាតួអង្គមួយដែលបានប្រតិបត្តិដំណើរធម្មជាតិនឹងកាយរបស់ខ្លួននឹងធម្មជាតិទាំង6នៅក្នុងសម្បកកាយហ្នឹងមិនឲ្យបែកធ្លាយនៅបញ្ចក្ខន្ធចេញមកខាងក្រៅបានទេឃើញទេស្ដាប់ឲ្យតន់ណាចំណុចអស់ហ្នឹងណាអាហ្នឹងពាក្យនិព្វានហើយចុះពាក្យថាបរិនិព្វានវាស្មើនឹងអក្សរស្លាប់ណាអញ្ចឹងកាលណាមានបរិនិព្វានហើយតើមានព្រះអង្គណាមួយដែលដើរដល់ពាក្យថាបរិនិព្វាននេះទេវាប្រកាសជាមាន
ពាក្យបរិនិព្វានប្រើសម្រាប់តួអង្គមួយដែលកំពុងប្រតិបត្តិធម៌ឆ្ពោះទៅរកនិព្វានហ្នឹងឃើញទេតែមិនទាន់បានសម្រេចទេមិនទាន់បានសម្រេចទេដោយសារមិនទាន់បានសម្រេចនោះឯងត្រូវមានអរិញណែមនុស្សណាមួយដែលមានបិសាចជ្រិតទៅចូលក្នុងខ្លួនទៅធ្វើឃាតធ្វើកុដទៅដល់ព្រះដែលកំពុងប្រតិបត្តិនោះពេលខ្លះព្រះអង្គនោះកំពុងតែចម្រើននៅក្នុងទីកន្លែងណាមួយស្ងប់ស្ងាត់ត្រូវជនអាក្រក់ណាមួយចំណែនទៅលួចប្រហារលោកពីក្រោយក៏មានគេទេឬក៏ទៅដាក់ថ្នាំបំពុលគេទេអានោះហើយគេហៅថាព្រះចូលបរិនិព្វាននោះវាខុសពីពាក្យនិព្វានអញ្ចឹងត្រូវឆ្វេងយល់ឲ្យបានច្បាស់ចំពោះពាក្យបរិនិព្វាននិងពាក្យនិព្វាននេះច្បាស់នៅក្នុងផ្លូវធម៌លោកឪគ្រាន់តែចង់ឲ្យកូនទាំងឡាយលោកទាំងឡាយមិត្តពធដែលកំពុងប្រតិបត្តិដំណើរធម៌របស់ខ្លួននេះមានតែពិចារណាឲ្យកុំទាន់អាលយកដីការបស់យើងទៅដាក់ជាជំនឿជឿទាំងស្រុងពេកពិចារណាឆ្វេងយល់អំពីសច្ចធម៌នៅអ្វីដែលខ្ញុំប្រកាសណាកំពុងតំដៃនេះពិចារណាខ្លួនឯងសិនហើយកុំទាន់អាចចង់ឈ្នះចង់ចាញ់ពីព្រោះទូលបង្គំខ្ញុំប្រកាសណាមិនចង់ឈ្នះលោកទាំងឡាយណាទេការប្រឹងប្រែងទាំងឡាយនេះគឺប្រឹងប្រែងយកនៅអ្វីដែលជាសច្ចធម៌ដែលមានការប្រតិបត្តិតាក់ទងគ្នាជាមួយនឹងដំណើរធម្មជាតិរបស់ខ្លួននេះយកមកចែករំលែកដល់ធម្មជាតិដូចគ្នាដែលមាននិស័យកើតមកជាមនុស្សលើផែនដីមួយរួមគ្នានេះតែប៉ុណ្ណោះត្រូវយល់ឲ្យច្បាស់ចំណុចអស់នេះហើយលោកទាំងឡាយត្រូវយល់ឲ្យច្បាស់កុំភ័ន្តច្រឡំអំពីពាក្យថារំលាយខណ្ឌរំលត់ខណ្ឌនិងរំលៀងខណ្ឌពាក្យថាខណ្ឌនេះសំដៅទៅលើធម្មជាតិទាំង5ដែលនៅខាងក្រោមដួងចិត្តគេហៅថាបញ្ចខណ្ឌទាំង5បញ្ចខណ្ឌទាំង5ហ្នឹងគឺជាធម្មជាតិមួយដែលនៅខាងក្រោមដួងចិត្តគឺធម្មជាតិបញ្ញាធម្មជាតិសញ្ញាធម្មជាតិប្រាណធម្មជាតិចេតភូតនិងកាយខាងក្រៅរបស់ខ្លួនឃើញទេនេះហើយគេហៅថាបញ្ចខណ្ឌទាំង5ក្នុងគម្ពីរសាសនាគេបានប្រាប់ថាដើម្បីធ្វើដំណើរដល់ទីបញ្ចប់នៃសច្ចធម៌ដល់អរិញពាក្យថានិព្វាននេះអ្នកបដិបត្តិធម៌ទាំងឡាយត្រូវតែព្យាយាមរំលាងខណ្ឌទាំង5របស់ខ្លួនពាក្យថារំលាងខណ្ឌនេះសំដៅទៅលើដោះលាងខាត់នៅសភាវៈអាក្រក់ដែលតោងទាមនៅខណ្ឌទាំង5របស់ខ្លួនហ្នឹងរំលាងវាឲ្យស្អាតហើយរំលត់វាចោលកុំឲ្យវាផ្ទុះនៅមានអ្នកកុំឲ្យអានិវរណៈដែលតោងទាមនៅក្នុងខណ្ឌទាំង5កម្រើកឡើងអញ្ចឹងលោកទាំងឡាយណាដែលព្យាយាមរំលាងខណ្ឌហើយរំលត់បញ្ចខណ្ឌរបស់ខ្លួនឲ្យคล้ายទៅជាធម្មជាតិមួយស្ងប់ស្ងាត់មានពលឺអភញ្ញាទាំង5បុកទៅឲ្យធម្មជាតិដួងចិត្តបានហើយនោះបុគ្គលនោះហើយគឺចាត់ទុកថាជាបុគ្គលដែលបានសម្រេចនៅព្រះនិព្វានមិនបានមានន័យថាការរំលាងខណ្ឌការរំលត់ខណ្ឌគឺជាការបញ្ចប់ធ្វើឲ្យខណ្ឌទាំង5របស់ខ្លួនឯងបែកធ្លាយចេញពីសម្បកកាយនោះទេការធ្វើបែបនោះវាប្រៀបដូចជាការសម្លាប់ខ្លួនឯងមួយដែលព្រះជាម្ចាស់គ្រប់អង្គហាមប្រាមហើយចុះបើលោកទាំងឡាយមិនយល់ពីពាក្យរំលាងខណ្ឌរំលាយខណ្ឌណាមិនយល់ពីពាក្យបែកធ្លាយបញ្ចខណ្ឌផងគ្រប់អ្នកប្រតិបត្តិធម៌កាលណាបែកធ្លាយបញ្ចខណ្ឌចេញពីសម្បកកាយហើយគឺចប់ហើយបុគ្គលនោះនឹងដើរចូលដល់បរិនិព្វានហើយណាហើយទៅដល់បរិនិព្វានហើយវាស្មើនឹងអសរស្លាប់វាស្មើនឹងមនុស្សធម្មតាដែលមិនបានបដិបត្តិធម៌ហ្នឹងឃើញទេយើងអត់យល់អស់ហ្នឹងផងហើយគាត់ថាយើងសតិមិនគ្រប់រវើរវាយឯណានោះនឹងពីណាមិនវែងនឹងពីណាមិនវែងឥឡូវពិចារណាមើលអញ្ចឹងពាក្យថារំលាងខណ្ឌរំលត់ខណ្ឌត្រូវតែឆ្វេងយល់អំពីពាក្យនីមួយនឹងឲ្យបានច្បាស់តើរំលត់ខណ្ឌរំលត់ម៉េចបើខណ្ឌរបស់យើងទាំង5ខាងក្នុងនោះដែលមានធម្មជាតិបញ្ញាធម្មជាតិសញ្ញាធម្មជាតិប្រាណធម្មជាតិចេតភូត
ណាធម្មជាតិកាយវាពូពេញទៅដោយនិវរណៈទាំង5គ្រប់ដណ្ដប់ណាអញ្ចឹងយើងត្រូវរំលត់វាចោលកុំឲ្យអចេតសិកដែលមាននាមថាមីនះទោសៈមោហៈហ្នឹងវាផុសឡើងអាហ្នឹងហើយគេហៅថាពាក្យរំលត់ខណ្ឌទាំង5ពីព្រោះខណ្ឌទាំង5ហ្នឹងវាមានសភាវៈចិត្តសិកហ្នឹងចូលទៅគ្រប់គ្រងនៅក្នុងធម្មជាតិរបស់យើងហ្នឹងអញ្ចឹងហើយមកគេឲ្យយើងរំលត់ខណ្ឌនិងរំលាងខណ្ឌទាំង5ហ្នឹងឲ្យស្អាតឲ្យជ្រះឲ្យសភោគផងកើតជាពលឺអបញ្ញាទាំង5អានឹងឲ្យយល់ចឹងហើយក៏ត្រូវចងចាំថានៅលើផែនដីទាំងមូលអត់មានព្រះជាម្ចាស់អង្គណាដែលបានធ្វើដំណើរទៅដល់និព្វានហើយនោះអាចរំលាយបញ្ចខណ្ឌរបស់ខ្លួនបានជាដាច់ខាតណាត្រូវចាំប្រយ័ត្នច្រឡំគ្នាណាហ្នឹងណាពីព្រោះបញ្ចខណ្ឌទាំង5ហ្នឹងគឺមាននៅក្នុងសម្បកកាយមនុស្សគ្រប់គ្នាហើយវាជាសភាវៈធម៌តែមួយគត់បើព្រះអង្គណាមួយបានត្រាស់ដឹងហើយបើជារំលាយបញ្ចខណ្ឌបានមនុស្សលោកទាំងឡាយលែងមានពាក្យថាដួងចិត្តមានពាក្យបញ្ញាលែងមានពាក្យស្អីនឹងយកមកប្រើហើយពីព្រោះវាជាធម្មជាតិតែមួយលោកទាំងឡាយយល់ពីសច្ចធម៌នោះទេ